ធានសមាគមគឺស្ថាប័នសិក្សាឯកឧត្តមតែលរិនថាបនិកនិងជាប្រធានក្រុមសិក្សាបាលនៃសាកលវិទ្យាល័យសួស្តីអ្នកនរគ្នាខ្ញុំនេះត្រឡប់ទៅថ្ងៃដែលខ្ញុំបានទៅទទួលសញ្ញាបត្របញ្ញាបត្ររបស់ខ្ញុំទាំងអស់គ្នាការទទួលសញ្ញាបត្រតាំងពីខែ9ឆ្នាំមុនឆ្នាំ2025ធ្វើឲ្យនៅបុរីពេញហុតបឹងស្នោហើយកាលនោះខាងសាលាឲ្យទៅដល់ខ្ទង់ម៉ោង7ដើម្បីរៀបចំធ្វើការថតរូបហើយរកកន្លែងអង្គុយនិងឆែកកាតរបស់សាច់ញាតិដែលបានចូលទៅក្នុងហលជាមួយនឹងបេក្ខភាពដែលនឹងទទួលមានជាការក្បាលហើយនឹងមុខនឹងគឺអត់ស៊ីគ្នាទេគឺរត់រហូតមកហើយ anyway ខ្ញុំមកដល់រៀងខោចម៉ោងតិចទៅមកបានឈរនៅខាងមុខហលបានបន្តិចថតរូបបានពីរប៉ុណ្ណេះកាលនោះក៏ខាងសាលាតម្រូវឲ្យយើងចូលទៅសម្រួលឥរិយាបថនៅខាងក្នុងខ្ញុំទៅទូសញ្ញាបត្រនឹងមានសាច់ញាតិមកជាមួយដែរគឺប្អូនហើយនិងក្មួយរបស់ខ្ញុំនឹងឯងចូលទៅដល់ខាងលើនៅខាងមុខផ្លូវចូលហលនឹងហ្មងគេមានលក់ជាអាហារសម្រន់លក់ជានំប៉័ងជាទឹកអីចឹងទៅយើងអាចទិញយកចូលហលបានប្លង់ថតឡើងនេះស្អាតទាំងអស់គ្នាមើលឃើញមុខខ្លួនឯងឡើងស្អាតហ្មងឡើងលងខ្លួនឯងហ្មងអើយហត់ដល់ពេលដែលពួកយើងត្រូវចូលហលហើយទៅដល់ក៏ខាងសាលាក្រុមការងាររបស់ខាងសាលាគាត់ក៏បង្ហាញឲ្យយើងត្រូវទៅអង្គុយដែលណាសម្រាប់ខ្ញុំមកទទួលថ្នាក់បញ្ញាបត្រចឹងទៅគេមានកន្លែងមួយកន្លែងសម្រាប់ថ្នាក់បញ្ញាបត្រមួយកន្លែងទៀតសម្រាប់បណ្ឌិតសម្រាប់និស្សិតជលភីចឹងទៅប៉ុន្តែខ្ញុំអត់បានជាប់ជានិស្សិតជលភីទេចឹងទៅយើងអង្គុយកន្លែងធម្មតានៅក្នុងកម្មវិធីមាននិស្សិតចូលរួមច្រើនទាំងអស់គ្នាខ្ញុំអត់សូវចាំច្បាស់ដែរប្រហែលជាខ្ទង់ជិត2000នាក់ឬក៏អាច2000ច្រើនជាង2000នាក់ហើយកម្មវិធីដំបូងនៃការទទួលសញ្ញាបត្រនេះកម្មវិធីទី1គឺអាដាមតាឡូរិនដែលគាត់គឺជានាយកសាលានៃសាកលវិទ្យាល័យ Western គាត់បានមានភាសាប្រហែលជាខ្ទង់5ទៅ10នាទីបន្ទាប់មកកម្មវិធីបន្ទាប់គឺឯកឧត្តមបណ្ឌិតសភាចាហុងជួនរងដែលដូចគ្នាគាត់មានភាសាខ្ទង់5ទៅ10នាទីដូចគ្នាហើយកម្មវិធីបន្ទាប់ទៀតធ្វើឡើងនៃការបកគលសញ្ញាបត្រជូននិស្សិតជ័យលាភីសម្រាប់ថ្នាក់បណ្ឌិតថ្នាក់បញ្ញាបត្របញ្ញាបត្ររងនៅកម្មវិធីបន្ទាប់ទៀតមានការសម្ដែងរបស់កតោពីក្រុមនៃសាលា Western ដែលគាត់ធ្វើការសម្ដែងហើយនេះគឺជាលើកទី2របស់ខ្ញុំហើយលើកមុនខ្ញុំបានមើលនៅក្នុងការប្រគំតន្ត្រីនៅសាកលដូចគ្នាកាលនោះជាសង្ក្រាន្តហើយបន្ទាប់មកយើងក៏បានថតរូបអីនៅខាងក្នុងអីប្រហែលជា5-6អញ្ចឹងទៅគឺយើងចេញមកក្រៅដើម្បីថតរូបបន្តហើយមានក្មួយខ្ញុំហើយមានប្អូនខ្ញុំគឺកាលនោះគឺដូចជាម៉ោង7:01មកនឹងស្រីស្នាមតែនៅតែថតបានហើយមានកាមេរ៉ាអត់មានពីណាជួយថតទេគឺមានតែប្អូនខ្ញុំនឹងហើយគឺយើងគេ style ទៅហើយយើងប្រាប់ឲ្យថតមិនទៅអ្នកតាណាក៏ចូលកាមេរ៉ាគេដែរកាំងឯនោះហើយស្បែកជើងហើយនឹងជើងនឹងគឺអត់ស៊ីគ្នាតែម្ដងគឺឈឺតែម្ដងឈឺដោះហើយដើរចឹងមកហើយបាន footage ចេញពី page របស់សកលខ្ញុំបានប៉ុណ្្នឹងដែរអរគុណទាំងអស់គ្នាបាយ